Tamon Sanjay Pagoda, built in 2010 and completed in 2014, stood as a symbol of faith for the community. 11 years later, on July 24th, the Pagoda Arms House was bombed by a Thai jet fighter, with other buildings also destroyed, leaving most of the complex in ruins. Villagers who had worked tirelessly to raise funds for its construction expressed deep sorrow at seeing their sacred place reduced to rubble. Pagoda Abot Lai Lost voiced his sadness and regret that the pagoda was deliberately targeted in the military attack. គង់នៅប្រចាំបាន7ប្រសាហើយ7ប្រសាហើយអូខេតែពេលដែលគេមានបញ្ហានោះថ្មអត់ទាន់ចលះទេតឡាថ្ងៃទី24នោះប៉ុន្តែចលះថ្ងៃនោះបើគាត់ដល់យប់ហែលម៉ោង9ម៉ោង10បានថ្មចេញផុតពីវត្តព្រោះវាបាញ់ខ្លាំងមកពេកចេញអត់រួចកណាមកគាត់ភៀសខ្លួនទៅខាងត្បូងវត្តនៅអាថ្មធំៗនៅខាងត្បូងវត្តគាត់នៅជួបនឹងវត្តនោះហើយបើគាត់ថាវាមានថ្មធំៗមានប្រហោងសម្រាប់ដេកជ្រោកអាចយើងអាចថាការពារខ្លួនបានខ្លះថ្ងៃត្បូងវាត្រូវពេលវេលាប្រហែលម៉ោង4:48នាទីเราមកចំខ្ទេចសាលាទាំងអស់ចម្រងកណាហើយណាវិញតែគុណស្មើសឹងនៅសាលាហ្នឹងអូនៅសាលាវាបន្ទប់អាខាងជើងអាខាងត្បូងនេះកន្លែងឃ្លាំងអាខាងជើងនោះស្មើនោះឲ្យជន់ទៅជាងខាងត្បូងខាងជើងកណាអញ្ចឹងបើនេះតែកន្លែងបដិជគុណសឹងក៏ខូចដែរខូចអស់ប៉ុន្តែបច្ចុប្បន្នសឹងនៅក្នុងសឹងនឹងនេះបណ្ដោះអាសន្នសិនណាស្អីហើយនឹងនេះបរិមាណទី7តែខូចអស់អត់នៅតែប្របាទជារមាណទី7មួយអង្គតែគ្រាប់ធ្លាក់ចំដូចគ្នាធ្លាក់ចំប៉ុន្តែវាចំឯនោះប៉ុន្តែអានេះខ្យល់វាជះមកប៉ុន្តែវាមិនបែងដល់ហើយតែវាមិនត្រូវកណាប៉ុន្តែខាងនៅជុំវិញពេញនេះអស់នេះចំពោះអាត្មាវិញគឺសោកស្ដាយខ្លាំងណាស់វាយកចំទៅដូចថាវាឈឺចាប់ខ្លាំងព្រោះមិនដែលមានមិនដែលជួបប្រទះគឺការឆ្លៀតពៀននេះគឺឆ្លៀតពៀនដោយចេតនាតម្រងគឺវាផ្លប់ដាក់ពួកផ្លប់ដោយចេតនាគឺវាគំបំផ្លាញសាសនាយើងតម្រងហើយបំបត្តិសាសនាយើងចោលគឺស្នាធ្វើបរមនេះបានស្មាននឹកឃើញថាទោះបីតែខ្ទេចយ៉ាងណាក៏ដោយទោះស្មាមកស៊ូទ្រាំនៅគង់ហើយបាននឹងណោដែរមិនឲ្យដាច់ទេកណាសោកស្ដាយតើការដែលបាត់បង់នៅសមត្ថផលដែលខំកសាងមកច្រើនឆ្នាំហើយបាទមានការសោកស្ដាយបាទបានភាគច្រើនគឺបានមកពីលើពុទ្ធបរិស័ទក្នុងនិងក្រៅប្រទេសយើងហើយនឹងកម្លាំងកងទ័ពក៏ជួយអូបាទអត់ទាំងស្រុងទាំងអស់100គាត់មើលគាត់ 4-5 ខ្នងខូចទាំងអស់អត់មានអីសោះបាទទាំងកលែងព្រះអង្គធំបរិនិព្វានក៏ខូចគាត់ចៅអធិការក៏ខូចគាត់ទៅនេះដែលស្លាប់លោកតាមនីនោះលោកដែលនៅក្នុងវត្តនោះបាទក៏ខូចទៅពីបែនក៏ខូចទាំងបាទគឺទៅទាំងស្រុងតែម្ដងបាទទៅខ្ញុំរត់ពីម៉ោង5កន្លះដែលស្ងាត់ក្របហើយល្ងាចពេលល្ងាចចូលតម្លាក់ម៉ោង4កន្លះស្ងាត់ទៅព្រះអង្គថាញោមសាលាយើងខ្ទេចអស់ហើយតោះយើងនាំនេះចេញបានដឹកលោកមុនចេញពីវត្តទៅដល់លោកមួយអង្គលោកតានោះនៅក្រោយគេបាទ3ឆ្នាំហើយមិនសូវស្និទ្ធតែឆ្នាំនេះស្និទ្ធនៅធ្វើចង្ហាន់លោកសង្គ្រាមបដ ாய் រត់លោកតាដាក់ញត្តិឲ្យយាយមកដណ្ដប់នេះត្រូវមករាល់ថ្ងៃបើមិនអញ្ចឹងទេខ្លាចរត់រត់ជាមួយព្រះអង្គដឹកព្រះអង្គរត់ទៅមកជាមួយព្រះអង្គទៅធ្វើចង្ហាន់អីតាមប្រើលោកទៅដល់ភ្នំស្រុកណូទៅដល់ភ្នំស្រុករួចបានថាស្ងាត់សង្គ្រាមរត់មកវិញ Despite the devastations, the community continued to observe Shumban, one of the most significant religious festivals in the country. Lay people still gather to make offering and perform Ganban, determined not only to preserve the tradition but also to keep the pagoda alive with activity rather than silence. តែកម្មវិធីយើងធ្វើបានពេញធម្មតាដោយលើកមុនទេព្រោះសាលាយើងវាខូចអស់បាទនេះក៏ជាការគោរពកិច្ចក្នុងផ្លូវពុទ្ធសាសនាបាទកុំឲ្យយើងបោះបង់ទោះបីវត្តយើងបាក់បែកតែជាជនយើងនៅមានការចូលរួមធ្វើបុណ្យទាំងអស់គ្នាបាទ
ដើម្បីឧទ្ទិសកុសលដល់មេដាបៃតាមិនអោយដាច់ The pagoda about also acknowledge that some practices has been scaled back but stress the importance of continuing the activity with the support of local family, many of whom are the relatives of frontline soldier. គឺញាតិញោមនៅក្នុងភូមិហ្នឹងតាយាយ3 4 10នាក់ កណា អ្នកគាត់ពងរៀបចំចង្ហាន់លោក កណា តែរឿងវាខ្វះខាតវាចេះតែខ្វះខាតហើយបើគាត់ទៅធ្វើមិនថាវាពេលនេះថាទោះបីតែក្តីតិចក្តីច្រើនក្តីក៏វាថាអាចបានតាមកនេះបាន កណា ហ្នឹងហើយ ប្រាក់ចាត់ចែកបាន នោះមកចាត់ចែងបានគ្រប់មានគ្រប់អីទាំងអស់ទង្វើនឹងជាប្រកក៏មានចិត្តមកជួយក្នុងវត្តដែរ កណា ជួយមកធ្វើបុណ្យធ្វើទានជួយការងារក្នុងវត្ត កណា ជួយបម្រើលោកជួយចាត់ចែងអត់ថាតិចមែនប៉ុន្តែស្រុះគ្នា ស្រុកគ្នា អត់បានទេពេលព្រឹកបែកបានរៀបអត់បានទេព្រោះអត់មានវាញាតិញោមណានឹងថាព្រោះយប់ឆ្លងកាត់យប់ឡើយអត់មានជិះម៉ូតូមកបោះបែកបានទេ កណាយប់ក៏ បា បាន នតាព្រលឹមឡើងក៏ម៉ោង6ម៉ោង7បាក់បានថាវេនគេយកមករៀបចង្ហាន់លោក កណាពួកគាត់មានភ័យខ្លាចអីតអូនតែឯងទេ អារឿងនោះវាដូចថាចុះឲ្យគាត់ថាអារឿងភ័យចេះតែភ័យអារឿងដែលថាស៊ូទ្រព្យស៊ូទ្រព្យទៅមិនថាការយើងធ្វើបុណ្យយើងចេះតែខិតខំត្រាស់តែមិនអត់តែបានគ្រប់បុណ្យមួយថ្ងៃ បានចប់ ទៅថាមកទាំងភ័យមកទាំងខ្លាច កណា ហ្នឹងហើយ Although uncertainty remain, everyone share one hope. They want to see pagoda rebuilt. One peace is restored permanently along the border. ពេលណាដែលថាចប់សពគ្រប់ហើយនឹងអាចបានកសាងបានថ្មីឡើងវិញប៉ុន្តែអាត្មាក៏បានប្រាប់ទៅគាត់វិញថាអត់ទាន់បានទេញោមចាំមើលស្រុកស្រួលបួតិសិន កណា ចាំនឹងអាត្មានឹងទេប្រាប់តំណឹងទៅតាមក្រោយ កណា នោះហើយពេលនេះក៏សាងអត់ទាន់កើតទេ កណា នោះហើយ ខ្ញុំបានតែពួកគាត់នៅតែមានសមានចិត្តចង់ជួយបច្ច័យ ក៏តិចមកពីខាងនេះតិចមកពីសួរទៅចុះហើយបាត់មកក៏ប្រាប់បកទៅវិញថាញោមអត់ទាន់បានទេរឿងការសាងសង់ណា កណា នោះហើយញោមឯងចាំមើលសិនទៅចាំមើលពេលណាដែលថាវាសុខយើងស្រួលបួលមានសន្តិភាពទៅចាំអាត្មាទេត្រឡប់ទៅវិញ កណា ហើយបានដឹងតំណឹងមុន កណា ដល់ពេលណាស្រួលចង់ឃើញដែរនឹងចង់ឃើញសាងសង់ថ្មីឡើងវិញ បាទ សម្រាប់ព្រះពុទ្ធសាសនាយើង បាទ ចា៎ ក៏សប្បាយ យើង ចិត្ត ក៏សប្បាយចិត្តត្រេកអរដែលបានព្រះពុទ្ធសាសនាយើងបាននេះវិញច្បាស់លាស់វិញឃើញស្អាត បាទ ឆ្នាំនេះសោះក៏ក្រោះ បើថាចប់សង្គ្រាមយើងស្រួលបួលទៅអាបានធ្វើឡើងវិញត្រេកអរច្រើន បាទ បានកូនចៅសុខស្រួលវិញធ្វើបន់ បាទ បើយើងដាំស្ពៃបានផ្ទះទៅក៏ជួយយកមកធ្វើចង្ហាន់ព្រះអង្គអញ្ចឹងទៅដាំបន្លែដាំប្លុកនេះបន្តិច បាទ បានតែចង់បានថ្មីវិញបាទហើយបើសិននំពោខ្ញុំអត់ចង់ឲ្យជួសជុលបោះចាស់យើងនេះទេនេះទុកបាទ ទុកឲ្យគេមើល បាទទុកជាប្រវត្តិសាស្ត្រដល់ក្មេងចំនួនក្រោយក៏បានឃើញ បាទ ណាថាយើងវាខូចខាតដោយសារសង្គ្រាមនឹងវាអស់បណ្ណាបណ្ណៃវាខូចខាតទៅលំដាប់ណាបាទ បាទ នេះកាន់ជាមតិខ្ញុំទេណា បាទ